ធ្លាប់ឆ្ងល់ទេហេតុអ្វីគ្រឿងចាក់ឈូសដីអាចគៀដីបានស្អាតស្មើល្អម្ល៉េះហើយចុះហេតុអ្វីបានជាកង់របស់វាអាចផ្អៀងទៅចំហៀងបានទៀតតោះទៅមើលអាចកំបាំងទាំងអស់គ្នានៅក្នុងវីដេអូនេះធ្លាប់ឃើញគ្រឿងចាក់ឈូសដីធ្វើការនៅក្នុងក្រុងដែរឬទេរាល់ពេលវាឈូសកាត់ម្ដងដីស្មើស្អាតល្អឥតខ្ចោះតែម្ដងប៉ុន្តែអ្វីប្លែកជាងគេនោះគឺកង់មុខរបស់វាអាចផ្អៀងទៅចំហៀងបានតើវាមានតួនាទីអ្វីនៅក្នុងវីដេអូនេះយើងនឹងទៅស្វែងយល់ពីប្រព័ន្ធការងារនិងការបើកបរដ៏អស្ចារ្យរបស់វាដំបូងគេគឺប្រព័ន្ធបញ្ជូនកម្លាំងពីម៉ាស៊ីនទៅកង់វាចាប់ផ្ដើមពីម៉ាស៊ីនម៉ាស៊ូតដែលជាប្រភេទម៉ាស៊ីន6ស៊ីឡាំងជួរត្រង់ស្ថិតនៅផ្នែកខាងក្រោយនៃគ្រឿងចាក់ម៉ាស៊ីននេះបំលែងថាមពលគីមីប្រេងឥន្ធនៈទៅជាថាមពលមេកានិករួចបញ្ជូនទៅកាន់ប្រព័ន្ធលេខនេះជាប្រភេទដែលមានអ័ក្សស្របគ្នាជាច្រើនសម្រាប់តម្រូវល្បឿននិងកម្លាំងបង្វិលទៅតាមស្ថានភាពដីក្នុងនោះមានឈុតអាំព្រីយ៉ាដែលដំណើរការដោយសម្ពាធប្រេងដូចទៅនឹងហ្វ្រាំងសើមដែរវាមានលេខទៅមុខ8លេខនិងថយក្រោយ6លេខដោយជួយឲ្យការបញ្ជាកាំបិតកាត់ដីនិងឈូសដីបានយ៉ាងហ្មត់ចត់ ADP Rongsfeld នឹងចែករំលែកកម្លាំងទៅកង់ទាំងសងខាងជួយឲ្យកង់វិលក្នុងល្បឿនខុសគ្នាពេលបត់ឬធ្វើការលើចំណោតបន្ទាប់មកកម្លាំងនឹងបញ្ជូនទៅវគ្គចុងក្រោយគឺហ្វ្រាំងផ្កាយរណបដើម្បីបង្កើតកម្លាំងបង្វិលឲ្យកាន់តែខ្លាំងកម្លាំងនឹងចូលទៅកាន់ប្រព័ន្ធបណ្ដុំកង់ក្រោយតាមរយៈអកណ្ដាលអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺខាងក្នុងប្រព័ន្ធបណ្ដុំកង់ក្រោយប្រើប្រាស់ខ្សែច្រវាក់ចំនួន2ដើម្បីបញ្ជូនចលនាទៅកង់មុខក្រោយដែលធ្វើឲ្យមានប្រព័ន្ធបើកបរវិលកង់ក្រោយទាំង4ទម្រង់ 6x4 ខ្សែច្រវាក់ទាំងនេះត្រូវបានត្រាំនៅក្នុងប្រេងដើម្បីកាត់បន្ថយការសឹកព្រោះវាត្រូវរងបន្ទុកធ្ងន់ខ្លាំងប្រព័ន្ធចង្កូតរបស់វាប្រើស៊ីឡាំងអ៊ីត្រូលីកចំនួន2មិនមែនប្រព័ន្ធមេកានិកដូចឡានធម្មតាឡើយចំណែកឯប្រព័ន្ធផ្អៀងកង់វិញគឺធ្វើឡើងដើម្បីទប់ទល់នឹងកម្លាំងរុញច្រានពីចំហៀងពេលដែលកាំបិតកំពុងកាត់ដីរឹងការផ្អៀងកង់ទៅរកទិសដៅដែលដីហៀចេញជួយកាត់បន្ថយការរអិលខុសទិសដៅនិងកន្លងផ្លូវឲ្យត្រង់ស្មើតួគ្រឿងចាក់នេះចែកជា2ផ្នែកមុខនិងក្រោយតភ្ជាប់គ្នាដោយកន្លឹះដែកធំមួយនៅចំកណ្ដាលនិងបញ្ជាដោយម៉ាស៊ីនស៊ីឡាំងអ៊ីត្រូលីកដែលអាចបត់បានមុំទៅដល់25ដឺក្រេនៅពេលដែលវាធ្វើការរួមគ្នាជាមួយប្រព័ន្ធចង្កូតវានឹងធ្វើរង្វង់បត់រួមតូចងាយស្រួលបត់បែនក្នុងលំហចង្អៀតនិងអាចឈូសតាមចិញ្ចើមផ្លូវបានយ៉ាងល្អចំណែកអកង់មុខអាចយកឡើងចុះដូចទងដើម្បីឲ្យកង់ទាំងពីររំកិលតាមស្ថានភាពដីមិនរាបស្មើនិងរក្សាទំនាក់ទំនងជាមួយដីបានល្អបំផុតដៃរុញរាងអក្សរ A ភ្ជាប់តួខាងមុខទៅនឹងរង្វង់បង្វិលនៅចុងខាងមុខមានទំពក់រាងដែលជាចំណុចកន្លឹះទ្រទ្រង់កម្លាំងទាញទាំងអស់ពីកាំបិតចំណែកឯរង្វង់បង្វិលគឺជារង្វង់ធ្មេញដែកធំមួយដែលអនុញ្ញាតឲ្យកាំបិតបង្វិលនិងតម្រង់ទិសបានយ៉ាងត្រឹមត្រូវវាដំណើរការដោយម៉ូទ័រអ៊ីត្រូលីករួមផ្សំជាមួយខ្ចៅវាគ្មានទីបញ្ចប់និងកង់ធ្មេញឈៀងដើម្បីទប់ស្កាត់ការវិលត្រឡប់ក្រោយពេលរងសម្ពាធខ្លាំងប្រសិនបើកាំបិតមុខប៉ះទង្គិចថ្មរឹងគ្រឿងចាក់នេះមានអាំព្រីយ៉ារអិលសម្រាប់ជួយការពារកុំឲ្យបែកបាក់ប្រព័ន្ធកង់ធ្មេញកាំបិតគឺជាផ្នែកសំខាន់បំផុតសម្រាប់កាត់ផ្លាស់ទីនិងឈូសដីស៊ីឡាំងអ៊ីត្រូលីករបស់វាអនុញ្ញាតឲ្យកាំបិតផ្អៀងទៅមុខសម្រាប់ឈូសម៉ត់ឬផ្អៀងទៅក្រោយសម្រាប់កាត់ដីរឹងនិងអាចរំកិលទៅឆ្វេងស្ដាំបានយ៉ាងងាយនៅខាងមុខគ្រឿងចាក់មានដុំដែកទម្ងន់ធ្ងន់ដើម្បីរក្សាលំនឹងមិនឲ្យងើបក្បាលពេលឈូសដីជ្រៅប្រព័ន្ធដងតភ្ជាប់ជួយបង្កើតវិសាលភាពឲ្យកាំបិតអាចលូកចេញទៅកាត់ដីនៅចំណោតខ្ពស់បានដូចជាការកាត់ចំណោតជម្រាលភ្នំនៅក្នុងបន្ទប់អ្នកបើកបរបច្ចុប្បន្នមានភាពទំនើបខ្លាំងដោយសារគ្រឿងចាក់សម័យថ្មីលែងប្រើចង្កូតនិងដងថ្លឹងច្រើនដូចមុនទៀតហើយគឺជំនួសមកវិញដោយដងបញ្ជីអេឡិចត្រូនិកទាំងសងខាងដូចលេងហ្គេមអញ្ចឹងថែមទាំងមានកញ្ចក់ធំទូលាយមើលទៅឃើញច្បាស់ល្អនៅខាងក្រោយមានចង្កូមសម្រាប់កាយបំបែកដីរឹងឬថ្មមុននឹងឡើងកាំបិតឈូសពេលខ្លះគេត្រូវបំពាក់ច្រវាក់ប្រឆាំងការរអិលទៅលើកង់ទោះជាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ប៉ុន្តែគ្រឿងចាក់នេះក៏អាចជួបគ្រោះថ្នាក់ក្រឡាប់ឬផុងដីផងដែរប៉ុន្តែអ្នកបើកបរមានបទពិសោធន៍អាចប្រើស៊ីឡាំងលើកដីនិងកាំបិតដើម្បីច្រានខ្លួនឯងចេញពីការផុងបានយ៉ាងអស្ចារ្យបាននិយាយពីគ្រឿងចាក់ឈូសដែលធំបំផុតនៅក្នុងប្រវត្តិសាស្ត្រគឺ Model Champion 100T ដែលមានប្រវែងកាំបិតជាង7ម៉ែត្រនិងកម្លាំង700សេសប៉ុន្តែបច្ចុប្បន្នគេនិយមប្រើគ្រឿងចាក់ទំហំធំល្មមនិងមានលំនឹងល្អដូចជាគ្រឿងចាក់ប្រើក្នុងវិស័យរ៉ែសម្រាប់ថែទាំផ្លូវដឹកជញ្ជូនឲ្យស្មើស្អាតដើម្បីកាត់បន្ថយការសឹកកង់ឡានដឹកដីធន់ធ្ងន់ចុងក្រោយប្រព័ន្ធយោងកង់ក្រោយជួយកាត់បន្ថយការរង្គើនៃកាំបិតពេលបើកបរលើដីមិនស្មើសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ